ចុងក្រោយរឿងបែរជាត្រឡប់មកបែបនេះបងទើបតែនិយាយថាអំឡុងពេលដែលពួកគេបានរៀបការនាងមានឋានៈត្រឹមតែជាអ្នកជួយរៀបចំឯកសារតែប៉ុណ្ណោះឬតែឥឡូវនេះមិនដូចមុនទេនាងត្រូវបានគេចាប់បានថាឯកសារដែលនាងបានរៀបចំទាំងនោះគឺបានបែកធ្លាយនាងប្រកាសជាប្រញាប់ណាស់ហើយ Count Rickelhoff មានគម្រោងនឹងប្រឆាំងជាមួយនឹង Duke Ludwig នៅក្នុងឆ្នាំនេះចំណែកឯ Edith Rickelhoff នាងគ្រាន់តែជាកូនអុកដែលបានរៀបនៅលើក្តារតាំងពីដំបូងបន្ទាប់ពីបានឲ្យនាងរៀបការជាមួយនឹងកូនប្រុសរបស់ឌូងគាត់ប្រកាសជាប្រញាប់ឲ្យនាងប្រមូលឯកសារដែលចាំបាច់ដែលមានសារៈសំខាន់សម្រាប់គាត់ជាមិនខានអូចាំបន្តិចនេះគឺជារបៀបដែល Henry Kelhoff អាចទទួលព័ត៌មានសម្ងាត់របស់ឌូកបានឬអូឡៃឡាតើឯងពិតជាគិតបែបនោះមែនឬឯងគិតថាបុរសម្នាក់នោះនឹងប្រកល់ព័ត៌មានសំខាន់ឲ្យអេឌីនជាអ្នករៀបចំពិតមែនឬប្រកាសជាអត់ហើយប៉ុន្តែឈប់សិនបែបនេះមានន័យថា Count Rickelhoff មិនបានទទួលព័ត៌មានដែលសំខាន់អ្វីទេទាំងនោះគ្រាន់តែជាអន្ទាក់របស់ឌូកវាប្រកាសជាបែបនោះអំឡុងពេលដែលទទួលបានព័ត៌មានទាំងនោះខ្ញុំក៏បានដឹងថា Killian ហាក់ដូចជាមើលថែ Edith ខុសពីធម្មតាផ្នែកនេះពិតជារំខានខ្ញុំណាស់បងប្រុសចុះហេតុអ្វីបានបងមិនប្រាប់ឌូកទៅថា Edith គឺគ្រាន់តែជាកូនអុករបស់ Count Rickelhoff ដែលជានរក្នុងចូលមកលួចឯកសារយើងគួរតែប្រើចំណុចនេះដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងនៅចំណុចនេះមិនបាច់ខ្វល់ទេ Edith នាងនឹងធ្លាក់ចុះដោយខ្លួនឯងបញ្ហាដែលធំបំផុតនៅពេលនេះគឺជា Eraser អ្នកទាំងអស់គ្នាអត់មានអធិស្ឋានផងផាតកន្លែងនេះគឺ admin បាត់រូបហើយ admin គិតថាអ្នកទាំងអស់គ្នាប្រហែលជាចាំយូរហើយអញ្ចឹងមិនបាច់ដាក់ថែមទេស្ដាប់តែសលេងទៅបានតែបាច់មើលរូបទេណានាងមិនសមនឹងមានជីវិតនៅលើផែនដីនេះទេវាគឺជាអំពើបាបហើយបងនិយាយថានាងនឹងអាចក្លាយទៅជា Duchess បន្ទាប់បែបនេះហើយដែលបងនិយាយថានាងគឺជាបញ្ហាប្រសិនបើនាងអាចគ្រប់គ្រងទៅលើ Cliff បានទាំងស្រុងនោះគម្រោងដែលឲ្យឯងរៀបការជាមួយនឹង Killian គឺមិនអាចទៅរួចដាច់ខាតបើអញ្ចឹងហេតុអ្វីយើងមិនប្រើដៃរបស់ Edith Rickelhoff ទៅមានន័យថាយ៉ាងម៉េចពេលដែលដឹងថា Killian មានអារម្មណ៍ល្អចំពោះ Rize ខ្ញុំប្រកាសណាស់ថានាងប្រកាសជាស្អប់ Eraser ដូចគ្នាយើងគ្រាន់តែចាក់សាំងទៅលើភ្លើងដែលកំពុងឆេះនាងនឹងកម្ចាត់ Eraser ដោយខ្លួនឯងវាគឺដូចជាយើងបានកម្ចាត់សត្វពីរក្បាលដោយដុំថ្មតែមួយ Edith Killian លោកគួរតែបង្ហាញភាពសមរម្យយ៉ាងហោចណាស់ក៏គួរតែគោះទ្វារមុនដែរឯកសារដែលសរសេរដោយដៃត្រូវបានរកឃើញហើយបន្តិចទៀតលោកប៉ាប្រកាសជាឲ្យនាងទៅជួបតែនាងនឹងបកស្រាយប្រាប់គាត់យ៉ាងម៉េចអូខ្ញុំគ្រាន់តែបញ្យល់ប្រាប់គាត់ទៅថាមាននរណាម្នាក់ព្យាយាមក្លែងបន្លំអក្សររបស់ខ្ញុំតើនាងមានសតិឬអត់នឹងនេះមិនមែនជាការលេងសើចទេនាងគិតថា Duke Ludwig គឺជាមនុស្សដែលនាងអាចលេងកំ pl ែងជាមួយបានឬអូអញ្ចឹងឬខ្ញុំដូចជាមានព័ត៌មានច្រើនពេកដែលត្រូវឆ្លើយតបពេលនេះនៅក្នុងសាច់រឿងដើមឌូកពិតជាបានធ្វើបែបនោះពិតមែនដោយសារតែពួកគេដឹងថាខ្ញុំគឺជាអ្នកដែលបានធ្វើពិតមែនហើយតើនាងកំពុងតែគិតឈួតស្អីនៅក្នុងក្បាលនឹងខ្ញុំមិនយល់សោះហេតុអ្វីក៏មុខរបស់គាត់អាចមើលទៅសង្ហាទោះបីជាស្ថានភាពបែបនេះសូមអភ័យទោសចំពោះភាពមិនគួរសមលីអនលោកម្ចាស់គឺបានឲ្យខ្ញុំមកអញ្ជើញ Lady Edith ទៅជួប
ខ្ញុំសង្ស័យណាស់តើលីអននឹងគិតថាខ្ញុំជាអ្នកដែលបានធ្វើរឿងនោះដែរឬអត់បន្ធូរទឹកមុខរបស់លោកទៅខេលៀនតើលោកមិនគិតថាវាជារឿងល្អទេឬពួកយើងបានរកឃើញភស្តុតាងថ្មីហើយតោះទៅលីអនទាំងអស់នេះគឺជាឯកសារដែលបានបែកធ្លាយទៅដល់ដៃរបស់ Count Rickelhoff បើមើលទៅវាដូចជារបៀបដែលខ្ញុំសរសេរពិតមែនអេឌីតវាមិនចំណេញទេប្រសិនបើនាងនៅតែជ្រើសរើសបែបនេះបើនាងនិយាយការពិតខ្ញុំសន្យាថានឹងមិនដាក់ទណ្ឌកម្មនាងទេនៅចំណុចនេះវាមិនសំខាន់ថាដាក់ទណ្ឌកម្មឬអត់នោះទេខ្ញុំបាននិយាយនឹងស្បត់ដោយកិត្តិយសនិងពាក្យសម្ដីរបស់ខ្ញុំថាខ្ញុំមិនបានធ្វើវាបើប្រៀបធៀបនេះគឺជារបៀបដែលខ្ញុំបានសរសេរពិតមែនប៉ុន្តែខ្ញុំមិនបានគូរតារាងដែលមានអក្សរដិតបែបនេះទេវាដូចជានរណាម្នាក់ព្យាយាមបន្លំវាឲ្យដូចជាខ្ញុំនាងអាចនឹងមានចេតនាធ្វើវាហេតុអ្វីខ្ញុំត្រូវធ្វើដូចនោះបើអញ្ចឹងខ្ញុំប្រាប់ពីរបៀបសរសេរតារាងបែបនេះតាំងពីដំបូងធ្វើអ្វីបើមើលម្ដងទៀតវាមានកន្លែងមួយចំនួនដែលវានៅតែខុសគ្នាតើលោកអាចទៅយកឯកសារចាស់របស់ខ្ញុំមកប្រៀបធៀបបានទេទៅយកមកបាទលោកម្ចាស់លោកអាចសួររកវាពីឯណាបានមើលទៅឯកសារមួយនេះដូចជាមិនបានសរសេរឡើងដោយនរណាម្នាក់ដែលយល់ដឹងពីការរៀបចំឯកសារឲ្យបានច្បាស់លាស់ទេអ្នកដែលបានរៀនរបៀបសរសេរបែបនេះពីខ្ញុំគឺមានតែ Duchess និង Eraser បែបនេះទើបអាចបកស្រាយបានថាហេតុអ្វីទើបវាមានលក្ខណៈស្រដៀងនឹងរបស់ខ្ញុំចុះតើមានហេតុផលអ្វីដែលពួកគេចង់ឯកសាររបស់ឌូកបែកធ្លាយវាមានវិធីច្រើនណាស់ដែលធ្វើឲ្យវាកើតមានបញ្ហាឡើងហើយវាស្រួលជាងនេះប៉ុន្តែវាដូចជាមានអ្វីម្យ៉ាងដែលចង់ឲ្យដំណើររឿងទាំងអស់នេះដូចជានៅក្នុងសាច់រឿងដើមនៅកន្លែងនេះចំណុចនេះគឺមានកន្លែងខុសគ្នាមួយចំនួនត្រង់នេះសូមពិនិត្យទៅលើអក្សរ Q ឲ្យបានច្បាស់វាគឺខុសពីរបៀបដែលខ្ញុំសរសេរបែបនេះហើយអាចបញ្ជាក់បានឬនៅថាឯកសារនេះគឺត្រូវបានក្លែងបន្លំដោយនរណាម្នាក់ផ្សេងឥឡូវនេះគួរតែដល់ពេលដែលត្រូវទៅចាប់កណ្ដុរហើយមិនអញ្ចឹងទេឬអូទីបំផុតលោកម្ចាស់ខ្ញុំគឺ Eraser ហេតុអ្វីយើងជាអ្នកហៅនាងមកទីនេះនាងមកចំពេលល្អណាស់ចូលមក Eraser វាមានរយៈពេល4ឆ្នាំហើយដែលនាងបាននៅក្បែរ Duchess និងបានជួយរៀបចំឯកសារទាំងអស់ហើយមុននេះ Edith ក៏បានបង្រៀននាងពីរបៀបរៀបចំព័ត៌មាននៅក្នុងតារាងដែរមែនឬអត់ចាមែនហើយវាជារបៀបដែលល្អដែល Chess ក៏ពេញចិត្តនឹងរបៀបសរសេរបែបនេះដែរតើមានអ្នកផ្សេងដឹងពីរបៀបសរសេរបែបនេះដែរឬអត់ខ្ញុំគិតថាគួរទៅសួរ Duchess ថាគាត់បានបង្រៀនវិធីទាំងនេះទៅនរណាម្នាក់ឬអត់ឬក៏បង្រៀនទៅជំនួយការរបស់គាត់សូម្បីតែ Cliff និង Killian ក៏គិតថាវារៀងពិបាកដែរចុះទម្រាំតែអ្នកផ្សេងខ្ញុំមិនគិតថាពួកគេយល់ទេតែបើឲ្យនិយាយដែលស្មោះត្រង់ទៅខ្ញុំក៏មិនទាន់យល់ពីមូលដ្ឋាននៃការសរសេរតារាងបែបនេះដែរអញ្ចឹងនាងមានន័យថាអ្នកដែលអាចដឹងពីរបៀបសរសេរបែបនេះគឺមានតែ Edith ជាមួយនឹងសមាជិកគ្រួសាររបស់យើងទេមែនឬអត់ចាស់ប្រកាសណាស់តើហេតុអ្វីទើបសួរសំណួរបែបនេះមកកាន់ខ្ញុំ
តើខ្ញុំអាចសុំដឹងផងបានទេនាងមិនទាន់យល់ពីរបៀបសរសេរវាប៉ុន្តែនៅពេលចុងក្រោយនោះខ្ញុំប្រាកដណាស់ថានាងមិនមែនជាបញ្ហារបស់នាងទេនាងអាចត្រឡប់ទៅវិញបានហើយ